គាត់ឈ្មោះ Kevin Smith ខ្ញុំតាមដានវីដេអូរបស់គាត់មួយចំនួនដែរដោយសារឃើញវីដេអូរបស់គាត់សកម្មភាពមែនទែនជាមួយនឹងអឺដែលគាត់ធ្វើអ្វីផ្សេងៗនៅក្នុងប្រទេសកម្ពុជាយើងដូចជាដើរថតផ្ដិតរូបទេសភាពឬមួយក៏រឿងដែលខាងពួកចៅសៀមឈ្លានពានប្រទេសកម្ពុជាយើងណាអ្នកនរគ្នា ហើយមកមើលវីដេអូនេះវិញគឺគាត់ហ៊ានមែនទែនដោយគាត់បានបាញ់ទឹកថ្នាំសរសេរពាក្យចោលនៅលើកុងតឺន័រដែលនៅទីតាំងថ្មដែរដែលខាងពួកទាហានសៀមទម្លាក់កុងតឺន័រជាច្រើនដើម្បីបិទផ្លូវដើម្បីរំលោភបំពានទឹកដីយើងអញ្ចឹងបើសិនជាបងប្អូនអត់ទាន់share ឬមួយក៏ like វីដេអូគាត់ទេសូមជួយទៅ share និង like វីដេអូគាត់ផងដោយសារគាត់សកម្មមែនទែនក្នុងអឺការដែលពួកថៃមកឈ្លានពានទឹកដីយើងហើយក៏បានធ្វើការនិយាយរ៉ាយរ៉ាប់ផងដែរថាថៃឈ្លានពានទឹកដីយើងឬមួយក៏រំលោភឬមួយក៏ទម្លាក់គ្រាប់នៅប្រទេសកម្ពុជាយើងហើយនឹងជួយធ្វើការ like share ដើម្បីលើកទឹកចិត្តគាត់គឺជាមនុស្សមួយដែលតាមមើលទៅគឺស្រឡាញ់ប្រទេសកម្ពុជាមែនទែនសូម្បីតែក្នុង page គាត់ក៏ដាក់ថា Kevin Smith KH ដែរពិតជាល្អមែនទែនអញ្ចឹងបងប្អូនចាំជួយចូលក្នុង page គាត់ share វីដេអូគាត់និង like វីដេអូគាត់ដើម្បីឲ្យបានដល់អ្នកផ្សេងៗទៀតដែលបានមើលដើម្បីឲ្យទូទាំងពិភពលោកបានដឹងថាពួកចៅសៀមហ្នឹងវាយ៉ាងម៉េចជាមួយប្រទេសកម្ពុជាយើងគឺវាបានលួចប្លន់ឈ្លានពានទឹកដីប្រទេសកម្ពុជាយើង